អត្ថបទទី3មេត្តាប៉ះពាល់ដល់សង្គមអ្នកដែលបង្កើតមេត្តាប៉ះពាល់ដល់សង្គមមានជាវីដេអូអាហារភាសនិងវីដេអូមិនពិតដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ដល់សង្គមជាតិអាចបង្កផលប៉ះពាល់យ៉ាងធំធេងដល់សង្គមជាតិដូចជា 1. បំផ្លាញគុណធម៌សង្គមគុណធម៌សង្គមក៏ដូចជាគុណធម៌ជីវិតផ្ដើមចេញពីយើងម្នាក់សូមបញ្ឈប់ការធ្វើមេត្តាអាហារភាសនិងមិនសមរម្យធ្វើឲ្យកូនក្មេងនិងយុវជនឃើញរឿងដែលមិនសមនឹងអាយុរួមទាំងប៉ះពាល់ដល់ការយល់ឃើញនិងអរិយាប័ត្ររបស់ពួកគេក្នុងជីវិតប្រចាំថ្ងៃ 2. វីដេអូមិនពិតបង្កើតភាពយល់ច្រឡំដល់សង្គមវីដេអូមិនពិតនិងព័ត៌មានคล้ายៗអាចបំភាន់មាតិកានៃសាធារណជនសូមចាំថាសង្គមមួយរីកចម្រើនលុះត្រាតែយើងខិតខំស្វែងយល់ឲ្យបានស៊ីជម្រៅព័ត៌មានទាំងអស់អាចមានពិតនិងមិនពិតដូច្នេះយើងត្រូវធ្វើការប្រៀបធៀបឲ្យបានល្អិតល្អន់ហេតុអ្វីបានខ្ញុំនិយាយបែបនេះព្រោះតែព័ត៌មានខ្លះពុំមានប្រភពច្បាស់លាស់នោះទេដូច្នេះចង់ឬមិនចង់យើងត្រូវតែប្រៀបធៀបវែកញែករកចំណុចត្រូវ 3. ព័ត៌មានមិនពិតដូចជាវីដេអូកាត់តដោយ AI មនុស្សដែលមានខ្លួនជាសត្វចម្លែកឬវីដេអូផ្សេងដែលពាក់ព័ន្ធនឹងជំនឿផ្ដេសផ្ដាសគួរឈប់បន្តទៅប្រសិនបើអ្នកទាំងអស់គ្នាចែករំលែកវីដេអូបែបនេះអ្នកដែលគាត់មិនដឹងពីបច្ចេកវិទ្យាគេនឹងយល់ច្រឡំអ្នកទាំងអស់គ្នាសូមចាំថា AI គេបង្កើតមកដើម្បីជួយមនុស្សដូច្នេះយើងគួរប្រើប្រាស់ឲ្យមានសមតុល្យមានន័យថាត្រូវធ្វើរឿងល្អៗជូនសង្គមជាតិចែករំលែកចំណេះដឹងឬមានរឿងជាច្រើនដែលអ្នកគួរធ្វើជូនសង្គមជាតិយើង 4. វីដេអូមិនពិតបំផ្លាញវប្បធម៌និងអត្តសញ្ញាណការបង្ហោះមាតិកាដែលប៉ះពាល់ដល់វប្បធម៌ដែលបង្ហាញការមិនគោរពប្រពៃណីជាតិអាចធ្វើឲ្យយើងមានការបាត់បង់អត្តសញ្ញាណនិងតម្លៃដ៏ថ្លៃថ្នូរនៃវប្បធម៌របស់យើង 5. មាតិកាដែលប៉ះពាល់ដល់សង្គមរួមមានការបង្ហោះរូបភាពសិចស៊ីជ្រុលឬរកស៊ីផ្លូវភេទលើបណ្ដាញសង្គមនិងបង្កឲ្យមានការរំលោភបំពានបទល្មើសនិងទំនាស់ផ្សេងដែលបណ្ដាលឲ្យជះឥទ្ធិពលអវិជ្ជមានជាហេតុនាំឲ្យមានអំពើហិង្សានិងទំនាស់មតិគ្នាដោយការយល់ច្រឡំនិងផ្ទុះការខឹងសម្បារដែលបណ្ដាលមកពីការបំផុសរឿងមិនពិតទាំងនោះជាចុងក្រោយក្នុងនាមខ្ញុំជាអ្នកបង្កើតមាតិកាអប់រំម្នាក់ស្ម័គ្រចិត្តតស៊ូប្រឹងប្រែងស្រាវជ្រាវដើម្បីបង្កើតមាតិកាល្អៗផ្ដល់ជូននៅអត្ថន័យអប់រំទោះជាខ្ញុំទៅតែចាប់ផ្ដើមធ្វើក៏ពិតមែនតែវាជាផ្នែកមួយដែលខ្ញុំស្រឡាញ់និងជាផ្នែកមួយដែលខ្ញុំអាចជួយដល់សង្គមជាតិរបស់យើងទាំងអស់គ្នាគោលដៅតែមួយគត់គឺបណ្ដុះធនធានសូមចងចាំថាជាតិមួយរឹងមាំលុះត្រាតែប្រជាជនចេះដឹងចេះវិភាគកុំវង្វេងគឺមានន័យថាការរៀនមិនសំដៅចំពោះតែការរៀនក្នុងសាលានោះទេយើងអាចរៀនបានគ្រប់ទីកន្លែងព្រោះសង្គមយើងជឿនលឿនពិតឬមិនពិតល្អឬមិនល្អអាស្រ័យលើយើងសូមប្រើប្រាស់បណ្ដាញសង្គមឲ្យបានជាប្រយោជន៍ដល់សង្គមជាតិត្រូវការយើងជាតិស្រឡាញ់យើងដូច្នេះយើងគួរតបស្នងក្តីស្រឡាញ់ជូនជាតិវិញដោយការធ្វើនៅប្រយោជន៍ជូនដល់សង្គមជាតិយើង Channel និង Page ដំណើរជីវិតសូមអរគុណចំពោះការស្ដាប់ការត្រិះរិះពិចារណារបស់បងប្អូនខ្ញុំនឹងប្រឹងប្រែងបង្កើតមាតិកាល្អៗបន្ថែមទៀតនិងប្រមូលចំណេះដឹងដែលខ្ញុំមានចែករំលែកជាបន្តសូមអរគុណ